តោះឥឡូវថ្ងៃនេះខ្ញុំយកត្រីប្រៃរបស់ខ្ញុំបាន2សប្តាហ៍ហើយនេះទឹកវាហើយខ្ញុំបានកាត់ឈើសកត់ដំបងថាគេអត់ស្កត់ទេតិចឥឡូវអត់ទេណាសកត់វាទៅព្រោះអីនេះគឺជាសមិទ្ធផលដែលខ្ញុំធ្វើហើយខ្ញុំលាយគ្រឿងហើយអីហើយបងប្អូនឃើញតំណងទេហើយផ្អកត្រីប្រៃនេះណាគឺវាត្រូវគ្នាជាមួយនឹងខ្ញីពពាយបន្លែគ្រប់មុខតែម្ដងពុកម៉ែបងប្អូនណែឈ្ងុយឆ្ងាញ់មែនតើតោះឥឡូវមុននឹងធ្វើសូមឲ្យពុកម៉ែបងប្អូនជួយ like ជួយ subscribe នឹងខ្ញុំអ្នកមួយកុំភ្លេចណាជួយ share ដល់ចែករំលែកទាំងអស់គ្នាណាចោះយើងចាប់ផ្ដើមធ្វើទៅពុកម៉ែបងប្អូនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីក្បួនធ្វើផ្អកត្រីប្រៃបងប្អូនផ្អកត្រីប្រៃគឺជាផ្អកដែលមានត្រីទូហើយត្រីស្រែធម្មជាតិល្អមែនតើណាបងប្អូនហើយខែនេះអូសម្បូរមែនខ្ញុំទៅសារឃើញសម្បូរណាស់ពុកម៉ែបងប្អូនអាចមកធ្វើផ្អកត្រីប្រៃជាមួយខ្ញុំទាំងអស់គ្នាណាហើយមុននឹងធ្វើបងប្អូនកុំភ្លេចជួយ like ជួយ share ចែករំលែកទាំងអស់គ្នាផងណាបើបងប្អូនដឹងថាវីដេអូនេះល្អឬមួយយល់ថាបងប្អូនពេញចិត្តវីដេអូនេះខ្ញុំបងប្អូនជួយចែករំលែកដោយការ share ចេញឲ្យបានច្រើនផងណាហើយ subscribe ម្នាក់មួយទាំងអស់គ្នានេះកូនត្រីរបស់ខ្ញុំវាត្រីវាលាយគ្នាបងប្អូនឃើញទេតែខ្ញុំរើទូចតែវាមិនទូចខ្លាំងទេទូចល្មមនេះឃើញទេណាហើយត្រីហ្នឹងខ្ញុំលាយមួយកពឹសមួយខ្ញុំលាងហើយលាងទៀតដូចអាធំចេះគឺខ្ញុំច្បាច់យកពោះចេញកុំឲ្យវាមានណាហើយវាសល់ចិត្តខ្លាញ់ក៏វាខាដែរណាវាអត់ល្អទេយកពោះយកអីចេញអស់ទៅហើយខ្ញុំទិញហ្នឹងគឺកាត់ក្បាលកាត់អីឲ្យស្អាតលាងឲ្យស្អាតណាឃើញទេត្រីនឹងមានចំនួនកន្លះគីឡូស្មើនឹង500ក្រាមលាងឲ្យស្អាតប៉ុណ្ណឹងមកនេះដាក់ឲ្យវាស្រស់ទឹកទៅចាំយើងយកមកប្រឡាក់អំបិលនេះត្រីរបស់ខ្ញុំលាងហើយណាបងប្អូនឃើញទេទុកឲ្យវាស្រស់ទឹកល្អអញ្ចឹងទៅនេះបន្ទាប់មកខ្ញុំយកត្រីនឹងមកខ្ញុំចាក់ចូលក្នុងចានរៀងធំតិចណាព្រោះយើងតិចដែរទេវាមិនច្រើនទេកន្លះគីឡូអីទេវាធ្វើ4 5គីឡូចាក់ចូលកធុនយើងចាក់វាមកត្រីដែលខ្ញុំរើសហ្នឹងគឺប្រភេទត្រីស្រស់ណាអត់មានរឿងត្រីខូចសាច់អន់សាច់ស្អុយអត់ទេណាខុសពីការធ្វើប្រហុកហើយនេះគឺជាអំបិលរបស់ខ្ញុំបងប្អូននេះអំបិលគ្រួសខ្ញុំនេះខ្ញុំបុកហើយណាខ្ញុំបុកទុកទាំងកន្លអញ្ចឹងខ្ញុំដាក់អំបិលគ្រួសហ្នឹងចំនួន2ស្ព្រាទៅ3ស្ព្រាប៉ុន្តែខ្ញុំដាក់ម្ដង1ស្ព្រាសិនណាហើយខ្ញុំច្បល់វាចូលឲ្យសព្វសាច់សិនចាំយើងរោយវា1ស្ព្រាទៀតណាញ៉េយើងរោយវាតិចមកញ៉ាយើងប្រឡាក់អំបិលអត់ដល់គឺអត់ល្អទេណាអកត្រីប្រៃយើងហ្នឹងណានេះយើងច្បល់ប្រឡាក់វាច្បាច់វាថ្នមឲ្យមានច្បាច់ឲ្យតែខ្ទេចសាច់ត្រីណាបងប្អូនត្រីយើងកំពុងតែទូចផងតែច្បាច់ទៅវល់បដ ாய் យើងច្បាច់វាត្រឡប់ឡើងត្រឡប់ចុះយើងច្បល់វាអញ្ចឹងណាឲ្យអំបិលហ្នឹងវារលាយសព្វចូលសាច់ត្រីល្អប៉ុន្តែដូចខ្ញុំផ្ដាំទៀតគឺថាគឺអត់ច្បាច់ខ្លាំងទេបងប្អូនមើលសាច់ត្រីណានៅស្រស់ថ្លាសាច់ឡើងថ្លាតែម្ដងណាភ្លឺថ្លាស្អាតណាស់ឃើញទេនៅខាងក្រៅគឺស្អាតតែម្ដងនេះយើងច្បល់ឲ្យសព្វហើយតែម្ដងយើងលាងកន្លមួយឲ្យស្អាតហើយស្ងួតយើងមកច្រក់ទុកមួយយប់ពីរយប់ចាំយើងយកមកចាវនឹងកលីងយើងនេះឥឡូវបានណានេះវាលាយសព្វអស់ហើយនេះ
ខ្ញុំយកមកដាក់ត្រូវដៃមកណែឃើញទេដាក់វាមកហើយសកាត់វាឲ្យណែនកុំឲ្យនេះណានេះយើងសកាត់អញ្ចឹងមកណាហើយទឹកត្រីដែលយើងប្រឡាក់ហ្នឹងក៏យើងយកអស់ដែរណាមិនមែនថាចាក់ចោលអត់ទេណាទឹកអំបិលហ្នឹងណាយើងយកទៅដើម្បីឲ្យវាត្រូវនឹងកម្រិតរបស់ត្រីហើយនឹងសាច់អំបិលជាតិប្រៃហ្នឹងឲ្យគ្រប់របស់វាបន្ទាប់មកខ្ញុំជូតជុំវិញកន្លហ្នឹងឲ្យស្អាតណាកុំឲ្យធំក្លិនឆ្អាបតែហ៊ានតែធំក្លិនឆ្អាបហ្នឹងរុយហ្នឹងប្រកាសជាមកហើយរុយសត្វល្អិតហ្នឹងមកហ្មងយកមកពងដាក់តែម្ដងឃើញទេបន្ទាប់មកនេះខ្ញុំបិទវាឲ្យជិតបិទហើយខ្ញុំមានអាផ្លាស្ទិកសម្រាប់រុំម្ហូបនេះទៀតខ្ញុំក៏បិទដែរផ្លាស្ទិកខ្ញុំមានអាធំអញ្ចឹងយើងបិទវានេះណាខ្ញុំបិទវាចេះមកកាត់វាអញ្ចឹងមកណាបើយើងអត់ដាក់រុំផ្លាស្ទិកហ្នឹងទេខ្ញុំធ្លាប់ឲ្យបងប្អូនគិតថាកន្លហ្នឹងមូប៉ុណ្ណឹងណាវាអត់រយទុំខុសបាត់វាមកពងដាក់តតែបានសម្រាប់របស់វាហ្នឹងរយនឹងអត់ធម្មតាទេបាត់វាមកជន់ទៀតបិទតែចិត្តចឹងតែម្ដងណាតោះយើងផ្អាប់ទុកវាមួយយប់ទៅនេះបងប្អូនមួយយប់ឡើងណាឥឡូវខ្ញុំស្រាយវាចេញមកពេលស្រាយវាចេញហ្នឹងហើយខ្ញុំយកវាទៅចាក់យកទឹកចេញណាខ្ញុំអត់យកទឹកវាទេនេះញ៉េរបស់ខ្ញុំគឺសល្អណាគឺអត់មានថាអូឡើងកម្ៅឡើងអីទេត្រីហ្នឹងណាតោះចាក់ចេញនេះយើងឲ្យវាស្រស់ទឹកតិចណាដាក់ទៅបន្ទាប់មកយើងចាក់ចូលចានឬកធុនយើងមួយមករបស់ខ្ញុំកន្លះគីឡូដាក់តែប៉ុណ្្នឹងគឺល្មមនេះហើយថ្ងៃនេះគ្រឿងដែលសម្រាប់ចាវវាហ្នឹងណាគឺមានតែអង្ករលីងហើយនឹងរំដេងបងប្អូនយករៀងចាស់តិចគឺល្អហើយរំដេងខ្ញុំយកប្រហែលប៉ុនមេជើងនេះណាហើយរំដេងនេះបើបងប្អូនធ្វើច្រើនបងប្អូនអាចយកទៅលីងវាឲ្យរៀងស្ងួតជាងនឹងបន្តិចដើម្បីឲ្យវាឈ្ងុយហើយនឹងបាត់ហាងបន្តិចតែដោយសារនេះខ្ញុំធ្វើបន្តិចខ្ញុំនិយាយអត់ទៅថារវល់អត់បានលីងទេណាយើងអាចធ្វើស្រស់អញ្ចឹងក៏បានលីងក៏បានណាតែបើលីងកាន់តែឈ្ងុយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងស្ករបន្តិចដើម្បីដាក់ទៅឲ្យវាឆាប់កាច់ជូរហើយនឹងនេះឲ្យវាមានជាតិឆ្ងាញ់បន្តិចណាកុំឲ្យវាប្រៃសុទ្ធណាចាហើយយើងចាប់ដើមច្បល់ត្រីហ្នឹងខ្ញុំច្បល់វាមកតិចៗណាញ៉េច្បល់ឲ្យស្ករហ្នឹងវាចូលជាមួយនឹងសាច់ត្រីហ្នឹងបន្តិចមកខ្ញុំដាក់តែមួយចុងស្រាយើងលួចបន្តិចណាស្ករត្នោតយើងហ្នឹងណាញ៉េបន្ទាប់មកយើងដាក់អង្ករលីងតិចមកយើងចាក់ម្ដងតិចហើយអង្ករលីងបងប្អូនឃើញទេណាអត់ដល់មួយចានចង្កឹះហ្នឹងទេណាយើងលីងថ្មីឈ្ងុយណាស់ខ្ញុំលីងព្រឹកមិញវីដេអូហ្នឹងខ្ញុំធ្វើកាត់តិចដោយសារខ្ញុំអត់ចង់ឲ្យបងប្អូនហ្នឹងវាវែងពេកណាហើយខ្ញុំអត់មានពេលថតអាកន្លែងលីងអង្ករហ្នឹងឲ្យបងប្អូនឃើញទេយើងដាក់មកណាដាក់ឲ្យយើងរយវាតិចមកមួយរំដេងយើងលាយគ្រឿងម្ដងតិចលាយឲ្យសព្វវាអញ្ចឹងណាអូយឈ្ងុយសាហាវបងប្អូនឈ្ងុយសាហាវមែននេះឃើញទេឈ្ងុយអស់ទាស់ហើយអង្ករលីងនេះខ្ញុំយកលីងអង្ករលីងបាយតណើបខ្ញុំយកអង្ករតណើបមកលីងណាអង្ករតណើបមកលីងរត់តែឈ្ងុយរត់តែឆ្ងាញ់បងប្អូនអត់មានអង្ករតណើបបងប្អូនលាយអង្ករខ្សាយយើងក៏បានដែរណាអង្ករតណើបនេះខ្ញុំលាងវាទៅហើយខ្ញុំដាក់ឲ្យវាស្រស់ទឹកចាំយើងយកមកលីង
លីងតតអង្គនឹងឡើងពណ៌ពងកន្លាតល្អនេះបងប្អូនខ្ញុំដាក់អស់ទៅណារំដេងហ្នឹងណាប៉ុណ្ណឹងមកហើយយើងចាច់វាម្ដងតិចតែហាមដៃធ្ងន់តែដៃធ្ងន់វីវហើយបងប្អូនដៃធ្ងន់គឺខ្ទេចហ្មងត្រីនឹងគ្មានសល់ទេម៉ត់ដូចខ្ទឹមអញ្ចឹងដូចប្រហិតអញ្ចឹងណាគឺយើងអត់ដាក់ច្រើនអត់ដាក់ច្រើនអត់ដាក់អត់ប្រើដៃធ្ងន់បងប្អូនហើយដល់អញ្ចឹងយើងច្បល់ហើយយើងចាប់ម្ដងតិចច្បល់អញ្ចឹងមកវាសប់ល្អបើសិនជាបងប្អូនចាក់ទាំងអស់ទៅវាច្បល់អត់ស្រួលសប់ទេហើយត្រូវចានយើងទូទៀតនោះយើងច្បល់តិចអញ្ចឹងណាគឺត្រីរបស់យើងសប់ល្អឃើញទេតែប៉ុណ្្នឹងមកហើយទៅពេលយើងច្បល់ឲ្យសប់អញ្ចឹងចាក់មកហើយយើងត្រៀមនឹងនេះចាប់ផ្ដើមនឹងដាក់កឡហើយកឡខ្ញុំថ្ងៃនេះគឺខ្ញុំរកហេតុកឡណែកឡហ្នឹងគឺយកមកប្រហែលល្មមមកត្រីហ្នឹងទៅហើយលាងឲ្យស្អាតសោះទឹកក្តៅស្រក់អីទៅណាកុំឲ្យមានដីទលីឬផ្សិតឲ្យស្ងួតនេះឃើញទេយើងច្បល់វាឲ្យសព្វអញ្ចឹងណានេះបងប្អូនឃើញទេនៅកន្លែងនេះគឺខ្ញុំញាត់ត្រីឲ្យណែនអត់ណែនអត់បានទេណាបើយើងអត់ណែនវាផ្អករបស់យើងហ្នឹងណាវាទៅជាធំខ្យល់ធំអីវាអត់ល្អនេះឃើញទេយើងច្បល់វាឲ្យសព្វមកអញ្ចឹងមកនេះយើងដាក់មកយើងញាត់វាហើយផ្អកនេះយើងធ្វើមួយខែมันអាចញ៉ាំបានស្កត់ឲ្យណែនចឹងតែម្ដងហើយបើបងប្អូនអាចរកកឡទៅឲ្យវាស្មានប៉ាន់ស្មានមកល្មមជាមួយនឹងផ្អកត្រីរបស់យើងណាកុំឲ្យវាធំពេកណាវាល្អព្រោះវាការពារនឹងការចូលខ្យល់ណាហើយខ្ញុំធ្វើកន្លះគីឡូអញ្ចឹងគឺខ្ញុំអត់ប្រើសរសៃសកត់ទេតែបើបងប្អូនធ្វើ1គីឡូឬក៏ធ្វើច្រើនជាងហ្នឹងបងប្អូនអាចពុះឫស្សីដែលងាប់ឫស្សីដែលចាស់ណាចង់និយាយចាស់មិនកក្រិចទេណាចង់និយាយថាឫស្សីកុំឲ្យវាស្រស់តែវាស្រស់ទៅវាធំក្លិនស្អុយពេញគីឡូវិញទេអញ្ចឹងយើងយកឫស្សីដែលចាស់មេឃស្ងួតឈើស្ងួតហ្នឹងយកមកដាក់សកត់វាកុំឲ្យពេលវាចេញទឹកទៅវាកាច់វាចេញទឹកទៅវាខុលសាច់ត្រីឡើងមកវិញណាគឺយើងការពារអញ្ចឹងតែអានេះវាតិចដែរអញ្ចឹងខ្ញុំអត់ដាក់អីព្រោះដងខ្ញុំដាក់តែវីដេអូនេះខ្ញុំធ្វើតិចមែនតែនកន្លះគីឡូដោយសារខ្ញុំធ្វើឲ្យមានតែ2អ្នកប្តីប្រពន្ធញ៉ាំទេកូនខ្ញុំអត់ញ៉ាំទេវាគាត់នៅទូចណាខ្ញុំក៏អត់ទាន់ចេះញ៉ាំនេះយើងធ្វើឲ្យយើងជូតដោយអាពេលលើកដំបូងយើងប្រឡាក់អំបិលអញ្ចឹងណាយើងជូតវាឲ្យស្អាតទៅដដែលខ្ញុំអត់ថតឲ្យបងប្អូនឃើញទេកុំឲ្យសាំចិត្តអញ្ចឹងណាមើលទៅអូសកម្មភាពដដែលបន្ទាប់មកថង់នេះស្អាតទេខ្ញុំយកមកបត់ជា2ចេះបត់វិញចេះណាដើម្បីខ្ញុំដាក់បតង់ហើយខ្ញុំក្រោកវាគ្រប់អណែនឲ្យណែនតែម្ដងណាបងប្អូនឲ្យណែនហើយប៉ុណ្ណឹងហើយគឺខ្ញុំការពារពងតកៅខ្ញុំដាក់នេះមកតង់ទៀតដាក់ផ្លាស្ទិកដែលយើងរុំម្ហូបរុំផ្លែឈើហ្នឹងណាដាក់មកអញ្ចឹងមកបិទដូចរត់គឺជាមួយអញ្ចឹងមួយខែក្រោយចាំយើងមកមើលថាផ្អកត្រីប្រៃរបស់យើងទៅជាយ៉ាងណាណាមិនទៅជាយ៉ាងណាគឺយើងអាចញ៉ាំបានតែម្ដងបត់វាច្រើនជាន់ពួកខ្ញុំខ្លាចរុយណាស់រុយតែវាធំក្លិនណាបងប្អូនគឺវាកវ៉ែរហូតខ្ញុំប្រើឧបករណ៍ឆក់រុយផងឆក់អីផងដេញផងសម្អាតផងគឺអត់បានទេវានៅតែធំក្លិនគឺមិនឈ្នះក្លិនគឺវាប៉ិនហិតក្លិនតែម្ដងប៉នេះមកណារួចរាល់ហើយឃើញទេណែទុកមួយខែសិនតោះឥឡូវថ្ងៃនេះខ្ញុំយកត្រីប្រៃរបស់ខ្ញុំបាន2សប្តាហ៍ហើយនេះទឹកវាហើយខ្ញុំបានកាត់ឈើសកត់ដំបងថាจะអត់ស្កត់ទេតិចឥឡូវអត់ទេណាសកត់វាទៅព្រោះអីទៅពេលណាវាចេញទឹកវាផុលត្រីឡើងណាវាចូលខ្យល់អញ្ចឹងខ្ញុំបានសកត់ឈើវាទៅនេះល្អណានេះខ្ញុំយកឈើនឹងចេញមកហើយយើងចាក់ត្រីប្រៃយើងលាយជាមួយនឹងគ្រឿងក្រៅរបស់យើងហើយបន្លែថ្ងៃនេះគឺមានដូចជាបំពល់ខ្ចីពពាយជីទ្រាប់អីចឹងណាស្រែកគួរនេះមើលបំពល់ខ្ចីខ្ញុំទៅសារឃើញបំពល់ខ្ចីហ្នឹងហើយបាទខ្ញុំនឹកឃើញថាខ្ញុំចាក់ត្រីប្រៃខ្ញុំមកបង្ហាញបញ្ចប់តែម្ដងណាខ្ញុំលាងបានស្អាតឲ្យខៀវទៅ
នេះបងប្អូនឃើញទេពេលខ្ញុំកាយទៅសសវាមកទឹកចូលទៅក្រោមទៅណែឃើញទេវាឈ្ងុយណាជូរល្មមឈ្ងុយអង្ករលីងតែម្ដងហើយថ្ងៃនេះខ្ញុំលាយមកល្មមញ៉ាំឯណាទុកខ្លះអត់អាចលាយទាំងអស់ទេហើយបងប្អូនភ្លក់មើលទៅបើសិនជាវាស្ទើរស្ករបងប្អូនថែមស្ករបន្តិចណាខ្ញុំដាក់ស្ករបន្តិចទេព្រោះអីបកត្រីប្រៃហ្នឹងបើសិនជាបងប្អូនធ្វើដាក់ស្ករផ្អែមឡប់អត់បានណាអត់ឆ្ងាញ់ទេដាក់ម្ទេសមកបងប្អូនញ៉ាំប៊ីចេងដាក់ប៊ីចេងមកណាតែមិនដាក់ម្សៅស៊ុបទៀតទេដាក់ម្សៅស៊ុបទៀតគឺថាវានេះឲ្យបងប្អូនវាប្រៃខ្ញុំច្បល់វាអញ្ចឹងមកតោះមកខ្ញុំដាក់ខ្ទឹមសបន្តិចណាតោះមកដាក់អំពិលខ្ចីបន្តិចមកហើយខ្ញុំច្បល់វាអញ្ចឹងវីដេអូនៃការធ្វើផ្អកត្រីប្រៃរបស់ខ្ញុំណាដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់គ្រប់វីដេអូទាំងអស់តែងតែមានវត្តមានពុកម៉ែបងប្អូនពោពេញទៅដោយក្តីស្រឡាញ់និងការរាប់អាននាងខ្ញុំអរគុណពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំគោរពលាចាំជួបគ្នានៅវីដេអូក្រោយៗថ្មីៗទៀតណា